សួស្តីមកដល់គ្នាជួបជាមួយខ្ញុំរ៉ាត់ទៀតហើយនៅថ្ងៃនេះខ្ញុំនាំយកខ្សែភាពយន្តវាយគ្នាដ៏សាហាវមួយដែលតាក់ទងនឹងការប្រមាញ់ធ្មប់រឿងនេះនិយាយអំពីពីរអ្នកបងប្អូននិយាយពីថាពួកគាត់នឹងខ្លាំងមែនទែនតែម្ដងបាទតាមវាយប្រហារសម្រាប់ធ្មប់អញ្ចឹងណាប៉ុន្តែប៉ះចំមេធ្មប់លើហើយមេធ្មប់នឹងមិនធម្មតាទេគ្នាយើងថាមេធ្មប់ទៅវាខ្លាំងម៉ែកូនធ្មប់នឹងក៏ខ្លាំងមិនធម្មតាណាអញ្ចឹងចាំមើលថាពីអ្នកបងប្អូននឹងតាមវាយប្រហារតាមប្រមាញ់ធ្មប់នឹងវាពិបាកយ៉ាងម៉េចកុំឲ្យវិញឆ្ងាយយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងប៉ុន្តែមុននឹងចូលដល់សាច់រឿងខ្ញុំសង្ឃឹមថាគ្នាយើងមិនចិត្តអាក្រក់ជួយ Subscribe ដាក់កណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗតន់ចិត្តចាប់ផ្ដើមរឿងរបស់យើងដំបូងបង្ហាញឲ្យឃើញផ្ទះមួយនៅកណ្ដាលព្រៃឆ្ងាយពីទីក្រុងខ្លាំងមែនទែនតែម្ដងស្ត្រីម្នាក់ដែលគាត់នឹងមានកូនពីរនាក់មានឈ្មោះថា Hansel រួមជាមួយនឹង Gretel គាត់នឹងក៏បានឲ្យប្តីរបស់គាត់នឹងបញ្ជូនកូនរបស់គាត់ចូលទៅក្នុងព្រៃយ៉ាងជ្រៅបាទយើងមិនដឹងថាមូលហេតុអ្វីនោះទេឪពុកក៏បាននាំកូនទាំងពីរចូលទៅក្នុងព្រៃទាំងភ័យព្រួយពេលដែលចូលមកដល់ព្រៃរៀងជ្រៅបន្តិចឪពុកក៏បានប្រាប់កូនថាកូនទាំងពីរទៅចាំពុកនៅទីនេះហើយចាំពុកត្រឡប់មកយកវិញក្មេងទាំងពីរនឹងខ្លាចថាអត់ទេលោកប៉ាកូនខ្លាចនៅក្នុងព្រៃងត់ឆ្លប់ឪពុកក៏បង្ខំថាអត់ទេត្រូវតែធ្វើតាមសម្ដីពុករួចហើយឪពុកក៏បានចាក់ចេញពីទីនោះចំណែកឯកូនទាំងពីរនាក់ដែលជា Hansel រួមជាមួយនឹង Gretel នឹងវិញពួកគេទាំងពីរនាក់ក៏រៀងភ័យខ្លាចចឹងទៅក៏ប្រទះឃើញអ្វីមួយចម្លែកពួកគេក៏រករករួចក៏ប្រទះឃើញផ្ទះដែលមានស្ករគ្រាប់បាទស្ករគ្រាប់ជុំវិញផ្ទះនឹងតែម្ដងតតែរៀងឃ្លានស្ករគ្រាប់ខ្លាំងពេកក្មេងទាំងពីរនាក់ក៏បានគោះទ្វារពេលដែលចូលទៅដល់លោកហើយក៏បានជួបធ្មប់តាមពិតធ្មប់របស់យើងនឹងឯងគឺជាម្ចាស់ផ្ទះស្ករគ្រាប់នេះហើយធ្មប់ដឹងស្រាប់ហើយបាទចូលចិត្តចាប់ក្មេងយកទៅធ្វើពិធីយកទៅស៊ីយកទៅអីអញ្ចឹងណាឥឡូវនេះមេធ្មប់នឹងក៏បានបង្ខំឲ្យ Gretel ដែលជាប្អូនស្រីនឹងធ្វើការអត់ឈប់អត់ឈរទេហើយខ្លួននឹងឃុំឃាំង Hansel ដែលជាបងប្រុសនិយាយទៅបង្ខំឲ្យ Hansel របស់យើងនឹងហូបស្ករគ្រាប់ហូបនំហូបនែកផ្អែមធ្វើយ៉ាងម៉េចក៏ដោយឲ្យធាត់មានសាច់កលុកទលុនពេលដែលមានសាច់រៀងធាត់ស្រួលបួលហើយធ្មប់នោះក៏បានចាប់ Hansel របស់យើងនឹងធ្វើពិធីតែម្ដងបាទដុតចំហុយស៊ីអញ្ចឹងណាហើយក្នុងកំឡុងពេលចាប់បង្ខំ Hansel របស់យើង Gretel នឹងក៏បានរត់ដេកគោលចាក់សោរបស់នាងរហូតដល់របូតខ្សែដៃរបស់នាងចេញមករួចហើយនាងក៏បានបើកការវាយប្រហារទៅលើធ្មប់ក៏បានប្រើវេទមន្តទៅលើ Gretel ប៉ុន្តែវេទមន្តរបស់ធ្មប់អត់មានឥទ្ធិពលអីទៅលើ Gretel នោះទេអញ្ចឹងហើយទាំងពីរអ្នកបងប្អូនក៏បានសហការគ្នាបាទចងកធ្មប់នឹងឲ្យទម្លាក់ចូលទៅក្នុងចង្ក្រានភ្លើងដុតទាំងរស់តែម្ដងអញ្ចឹងបើចង់សម្រាប់ធ្មប់គឺត្រូវតែប្រើភ្លើងដុតពីព្រោះភ្លើងគឺជាចំណុចខ្សោយរបស់ធ្មប់ចាប់តាំងពីពេលនោះមក Hansel រួមជាមួយនឹង Gretel នឹងបានវង្វេងក្រុមគ្រួសារបាត់ឪពុកម្ដាយអញ្ចឹងទៅពួកគេក៏បានតាំងចិត្តថាពួកគេមានការងារពិសេសមួយគឺដើរប្រមាញ់ធ្មប់អស់រយៈពេលជាច្រើនឆ្នាំក្រោយមកយើងកាត់មកដល់តំបន់ក្រុងប្រជុំជនតូចមួយដែលមានឈ្មោះថា Oxburg នឹងកំពុងតែចាប់ស្ត្រីម្នាក់ដែលមានឈ្មោះថាមីណានឹងចោទប្រកាន់នាងថាជាធ្មប់ហើយចង់សម្លាប់នាងចោលហើយអ្នកដែលចាប់មីណានឹងគាត់មានឈ្មោះថា Bering គាត់មានទូនាទីដូចជាមេប៉ូលីសនៅក្នុងភូមិនឹងអញ្ចឹងគាត់ក៏បានប្រាប់គ្រប់គ្នាថាអ្នកទាំងអស់គ្នាឃើញទេមករយៈចុងក្រោយនេះយើងបាត់ក្មេងៗច្រើនខ្លាំងមែនទែនតែម្ដងហើយរឿងទាំងអស់នេះគឺតាក់ទងនឹងម្នាក់ស្រីនេះដែលជាមេធ្មប់ដូច្នេះដើម្បីបញ្ចប់ការបាត់ក្មេងនេះយើងទៅតែដុតសម្លាប់ម្នាក់ស្រីនឹងចោលហើយមុននឹងដុតនឹងគេក៏បានចាប់ជាមួយទឹកមីណារបស់យើងយ៉ាងសាហាវតែម្ដងនិយាយទៅចំនួននឹងអ្នកទាំងអស់គ្នាឲ្យតែដឹងថានរណាជាធ្មប់ឬមួយក៏សង្ស័យនរណាម្នាក់ជាធ្មប់ហើយអូម្នាក់ស្រីដឹងតែមានបញ្ហាធំតែម្ដងកំឡុងពេលនោះច្បាយក្រុងរបស់យើងនឹងក៏បង្ហាញមុខគាត់ប្រាប់ថាអត់ទេអ្នកទាំងអស់គ្នាយើងមិនអាចសម្លាប់ម្នាក់ស្រីនេះបាននោះទេហើយបើរីណាទុកមុខឲ្យខ្ញុំខ្លះផងព្រោះខ្ញុំជាច្បាយក្រុងនេះណាយើងគ្មានភ័ស្តុតាងគ្រប់គ្រាន់ចោទប្រកាន់មីណាថាជាធ្មប់នោះឡើយប៉ុន្តែបើរីរបស់យើងថាអត់ទេការសង្ស័យរបស់ខ្ញុំគឺមិនដែលចេះខុសឡើយដូច្នេះយើងត្រូវតែដុតសម្លាប់ម្នាក់ស្រីនេះភ្លាមនោះ Gretel របស់យើងដែលជាអ្នកប្រមាញ់ធ្មប់នឹងក៏បានយកកំភ្លើងបាញ់គំរាមបើរីរបស់យើងប្រាប់ថាលោកគ្មានភ័ស្តុតាងគ្រប់គ្រាន់លោកមិនអាចសម្លាប់មនុស្សដែលមិនដឹងអីនោះទេបន្ទាប់មក Hansel របស់យើងដែលជាបងប្រុសនឹងក៏បង្ហាញខ្លួនហើយគាត់ក៏ប្រាប់គ្រប់គ្នាថាអ្នកទាំងអស់គ្នាខ្ញុំនឹងប្រាប់ពីវិធីដើម្បីស្វែងរកធ្មប់ជាទូទៅធ្មប់នឹងគឺតែងតែមានកន្លែងស្អុយរលួយនៅលើខ្លួនរបស់ពួកគេជាពិសេសគឺលើក្បាលរបស់ពួកគេតែម្ដងមិនថាក្បាលធ្មេញអណ្ដាតមាត់ត្រចៀកអីនោះទេប៉ុន្តែម្នាក់ស្រីនេះគឺគ្មានអ្វីដូចជាធ្មប់ឡើយគឺនាងជាមនុស្សទាំងស្រុងតែម្ដងអញ្ចឹងដោះលែងនាងទៅកុំចោទប្រកាន់នាងថាជាធ្មប់ដោយមិនមានភ័ស្តុតាងត្រឹមត្រូវរួចហើយ Gretel របស់យើងក៏និយាយថាចៅហ្វាយក្រុមរបស់អ្នកទាំងអស់គ្នាពិតជាឆ្លាតណាស់ដែលបានអញ្ជើញពួកយើងមកកំចាត់ធ្មប់ប៉ុន្តែប្រជាជនក៏នាំគ្នាស្រែកទៅវិញថាអត់ទេពួកយើងមិនត្រូវការពួកឯងឡើយតែ Hansel របស់យើងក៏បញ្យល់ថាមិនត្រូវការខ្ញុំទេក្មេងបាត់ជាបន្តបន្ទាប់ជាច្រើនអ្នកមិនដឹងមូលហេតុឥឡូវនេះមិនដឹងថាពួកគេនៅឯណាទេគឺមានតែពួកខ្ញុំទាំងពីរអ្នកប៉ុណ្ណោះដែលអាចជួយអ្នកទាំងអស់គ្នាបានអញ្ចឹងកុំវែងឆ្ងាយទៅបំបីទៅធ្វើការងាររៀងខ្លួនទៅបន្ទាប់ពីនោះមីណារបស់យើងនឹងក៏អរគុណដល់ Hansel របស់យើងតែម្ដង Hansel ក៏និយាយថាហ្នឹងហើយអ្នកនាងអាចទៅវិញបានហើយបាននិយាយពី Bering របស់យើងវិញដូចជាមានកំហឹងអ្វីទេនិយាយទៅគាត់ចង់បង្ហាញនៅក្នុងភូមិហ្នឹងថាគាត់នឹងជាបរិសុទ្ធមានអំណាចអញ្ចឹងណាគាត់ក៏ស្ដីបន្ទោសឲ្យច្បាយក្រុងថាលោកឯងហ៊ានធ្វើអីមិនសួរខ្ញុំទេទៅពឹងស្អីម្នាក់ស្រីចង្រៃយោនេះរួមជាមួយនឹងបងប្រុសចង្រៃយោរបស់នាងហ្នឹងខ្ញុំសង្ស័យណាស់ថាម្នាក់ស្រីមីណាហ្នឹងគឺជាធ្មប់ហើយក៏អត់មានខុសទេ Gretel របស់យើងអត់តន់បាននាងក៏បានយកក្
ក្បាលរបស់នាងបុកចំមុខរបស់ Berlin រហូតដល់ឈាមច្រមុះហើយនិយាយថាភ្ញាក់ខ្លួនឡើងកុំធ្វើខ្លួនឯងដូចជាអ្នកចេះពេកបាទកុំជោប្រយ័ត្នតា Hansel របស់យើងបាញ់កំភ្លើងងាប់ណែតោះហើយលោកចវាយក្រុងនឹងក៏បានប្រាប់ទៅកាន់ Hansel រួមជាមួយនឹង Gretel ថាពួកគេនឹងសង្ស័យផ្ទះមួយនៅឆ្ងាយពីភូមិនឹងដូចជាមានរឿងចម្លែកប៉ុន្តែអត់មាននរណាហ៊ានទៅដល់តំបន់នោះទេអញ្ចឹងហើយ Gretel របស់យើងក៏បានធ្វើដំណើរដល់ផ្ទះនោះទម្លុះទ្វារចូលមកក៏ប្រទះឃើញមែនអ្នកទាំងអស់គ្នានេះគឺជាផ្ទះធ្មប់ហើយធ្មប់នឹងមានស្នែងនៅលើក្បាលអ្ហ្មិចទេបាទនិយាយមិនទាន់ចប់ផងក៏សាប់តែធ្មប់នឹងបើកការវាប្រហារ Gretel របស់យើងក៏បានបើកការបាញ់ប្រហារតទល់ដូចគ្នាប៉ុន្តែនិយាយពីថាធ្មប់នឹងខ្លាំងមែនទែនទាំងអស់គ្នាអើយកម្លាំងគាត់ក៏ខ្លាំងក្បាច់គុណគាត់នឹងក៏មិនធម្មតាឯងមានក្បាច់គុណទៀតវាយចុះវាយឡើងធ្មប់នឹងក៏បានទម្លុះចេញពីផ្ទះនឹងឲ្យបន្តរត់ទៅមុខសំណាងល្អ Hansel របស់យើងនឹងក៏បានស្ទាក់នៅខាងមុខបើកការវាប្រហារទៅលើធ្មប់នឹងទៀតហើយធ្មប់និយាយពីថារត់ដៃជើង4នេះនិយាយពីថារត់លឿនហើយពេលរត់ចឹងធ្មប់នឹងក៏បានប្រើវេទមន្តទៅលើ Hansel ឲ្យផ្ទុះអញ្ចឹងប៉ុន្តែវេទមន្តនឹងអត់ប៉ះពាល់ Hansel នោះទេ Hansel ក៏បន្តដេញទៅមុខទៀតធ្មប់នឹងក៏បានធ្វើឲ្យមានដើមឈើភាំងផ្លូវ Hansel ក៏បានបាញ់ដើមឈើទម្លុះរត់ដល់ទៅទៀតដល់ផ្លូវមួយ Gretel របស់យើងក៏បានហក់កន្ទប់ទៅលើធ្មប់នោះរួចហើយធ្មប់នឹងក៏បានបើកការវាប្រហារដៃទល់នឹងដៃតែម្ដង Hansel រួមជាមួយនឹង Gretel នឹងក៏បានព្យាយាមយកកំភ្លើងបាញ់តទល់ប៉ុន្តែធ្មប់នឹងហាមឃាត់រហូតតហើយធ្មប់នឹងក៏ចង់រត់ទៅមុខទៀត Gretel របស់យើងក៏បានបាញ់កំភ្លើងរបស់នាងនឹងជាប់ចំជើងរបស់ធ្មប់តែម្ដងរួចហើយក៏បានតោងខ្សែសំយងក្បាលរបស់ធ្មប់ចុះមកបានអញ្ចឹងពីអ្នកបងប្អូននេះគឺពិតជាមិនធម្មតានោះទេអ្នកនរគ្នានៅទេពកោសល្យរបស់ពួកគេហើយណាមួយវេទមន្តធ្មប់គឺមិនអាចប៉ះពាល់ពួកគេបានទៀតឆ្ងល់អត់គ្នាយើងយងវេទមន្តធ្មប់នឹងមនុស្សទូទៅឲ្យតែប្រើទៅលើមនុស្សទូទៅនឹងតែមានបញ្ហាតែប្រើទៅលើពីអ្នកបងប្អូននឹងអត់អីទេគួរឆ្ងល់ណោះចវាយឥឡូវនេះ Hansel រួមជាមួយ Gretel ក៏បានយកដំណឹងមកប្រាប់ដល់ចវាយក្រុងថាអូចវាយក្រុងអើយអត់មានឃើញដានក្មេងទាំងអស់នោះទេប៉ុន្តែខ្ញុំសង្ស័យលើกระดาษនេះនៅផ្ទះធ្មប់វាគឺជាពិធីមួយយ៉ាងដែលមានឈ្មោះថា Blood Moon ព្រះច័ន្ទពណ៌ក្រហមអញ្ចឹងប្រហែលជាក្រុមធ្មប់ទាំងអស់នឹងចាប់ក្មេងនឹងពាក់ព័ន្ធជាមួយនឹង Blood Moon ហ្នឹងហើយថ្ងៃព្រះច័ន្ទក្រហមនឹងគឺនៅ3ថ្ងៃទៀតដល់ហើយចំពោះ Hansel របស់យើងវិញគាត់ក៏ឆ្ងល់ថាហេតុអ្វីក៏ធ្មប់ចាប់កូនក្មេងច្រើនខ្លាំងម្ល៉េះលើកនេះអ្វីដែលសំខាន់ក្មេងៗទាំងអស់នឹងគឺត្រូវបានធ្មប់ចាប់នៅកន្លែងទីវាលស្រែនៅលើផ្លូវនៅលើអីអញ្ចឹងណាហើយ Hansel ថាតតែមានរឿងសំខាន់ហើយទើបធ្មប់នឹងចេញមកទីតាំងតំបន់វាលបែបនេះដើម្បីចាប់ក្មេងៗយកទៅក្នុងកំឡុងពេលនោះបាទចវាយក្រុងគាត់ឆ្ងល់ថា Hansel របស់យើងនឹងជារៀងរាល់ 3-4 ម៉ោងម្ដងគាត់តែងតែចាក់ថ្នាំអ្វីម្យ៉ាងចូលទៅក្នុងខ្លួនរបស់គាត់ចំពោះចវាយក្រុងក៏បានបកគោលលុយពាក់កណ្ដាលទៅឲ្យពីអ្នកបងប្អូននឹងហើយគាត់សន្យាថានឹងបកគោលឲ្យពាក់កណ្ដាលទៀតបើសិនជាពួកគេនាំក្មេងៗត្រឡប់មកវិញបានរួចហើយចវាយក្រុងរបស់យើងក៏បានណែនាំលោកតា Jackson របស់យើងអញ្ចឹងលោក Jackson គាត់ស្គាល់ព្រៃច្បាស់ណាស់លោក Jackson ជាអ្នកនាំផ្លូវពួកគេចូលទៅក្នុងព្រៃប៉ុន្តែ Hansel របស់យើងក៏ហាមដាច់ខាតថានឹងហើយយើងនឹងអាចរកតំបន់របស់ធ្មប់បានប៉ុន្តែអត់ធ្វើពេលយប់ទេព្រោះពេលយប់គឺធ្មប់មានឥទ្ធិពលខ្លាំងណាស់តែបើនិយាយដល់ Berlin របស់យើងវិញបាទលោកប៉ូលីសកោងកាយរបស់យើងគឺគាត់មិនសុខចិត្តទេគាត់មិនចង់ឲ្យចវាយក្រុងមានឥទ្ធិពលជាងគាត់ឡើយគាត់នឹងចង់ឈ្នះចវាយក្រុងណាអញ្ចឹងហើយគាត់ក៏សុខចិត្តចំណាយលុយផ្ទាល់ខ្លួនរបស់គាត់យ៉ាងច្រើននឹងដើម្បីជួលក្រុមតាមស្វែងរកក្មេងៗនៅក្នុងព្រៃហើយពួកគេនឹងខ្លាចបាទពួកគេមានឆ្កែសម្រាប់តាមរកមនុស្សតាមរកក្មេងអីអញ្ចឹងណាខ្លាចពេលយប់ខ្លាចធ្ពប់ខ្លាចអីអញ្ចឹងទៅតែតតែឃើញលុយច្រើនពេកគ្រប់គ្នានឹងក៏ចង់ធ្វើលោក Berlin របស់យើងចង់បង្ហាញថាគាត់នឹងឆ្លាតចវាយក្រុងគាត់ខាងចវាយក្រុងអញ្ចឹងហើយបានជាគាត់នឹងជួលអ្នកស្វែងរកក្មេងទាំងយប់នឹងអញ្ចឹងទៅហើយពួកគេនេះចង់បានលុយក៏ចូលក្នុងព្រៃទាំងយប់ឥឡូវមកដល់កណ្ដាលព្រៃពួកគេក៏សម្រាកអង្គុយហូបអីហូបជុំគ្នាអញ្ចឹងណាមានដុតភ្លើងអីម្នាក់នឹងក៏និយាយថាណែគ្នាយើងណានៅកណ្ដាលព្រៃដុតភ្លើងហើយយើងកំពុងតែមករត់ធ្ពប់រកក្មេងផងប្រយ័ត្នមានបញ្ហាណាម្នាក់ក៏តបទៅវិញថាកុំបារម្ភអីពួកយើងមិនមែនមកប្រមាញ់ខ្លាឃ្មុំទេយើងមកប្រមាញ់ធ្ពប់មិនអញ្ចឹងអីព្រាមនោះងាកទៅខាងក្រោយក៏បាត់ឆ្កែមកសន្ទុះក៏ប្រទះឃើញឆ្កែរបស់ពួកគេទាំងពីរក្បាលនឹងឈរក្បែរស្ត្រីម្នាក់ដែលនាងមានឈ្មោះថា Muriel របស់យើងក៏សួរថាអូបរិសសង្ហាទាំងអស់គ្នាតើអ្នកទាំងអស់គ្នាចូលមកកណ្ដាលព្រៃងងឹតសូនឈឹងនេះដើម្បីអីដែរពួកគេក៏ថាអ្នកនាងជានរណាពួកខ្ញុំចូលមកទីនេះគឺដើម្បីរកក្មេងម្នាក់ស្រីក៏តបទៅវិញថាទីនោះទេព្រោះវាជាតំបន់គ្រប់គ្រងរបស់យើងគ្រាន់តែនិយាយចឹងភ្លាមបាទគាត់ក៏បានប្រែក្លាយជាធ្ពប់ផ្លែតរួចហើយឆ្កែទាំងពីរក្បាលរបស់ក្រុមប្រមាញ់ក៏បានហក់ខំម្ចាស់ខ្លួនឯងចាប់ហែកដៃហែកជើងហែកពោះវៀនចេញតែម្ដងតែកន្លែងនឹងឲ្យដាក់មើលទេវាសាហាវ YouTube ចាប់ហើយអ្នកខ្លះទៀតនោះគឺស្លាប់ដោយសារតោងដៃតោងជើងតោងក្បាលចេញពីគ្នាអញ្ចឹងទៅហើយសល់ម្នាក់ចុងក្រោយនោះធ្ពប់នឹងក៏បានប្រើវេទមន្តរបស់ខ្លួនចូលទៅក្នុងខ្លួនបរិសម្នាក់នឹងគាត់ក៏បានកាយដីស៊ីចលែនតែម្ដងប៉ុន្តែគាត់អត់ទាន់ស្លាប់ទេគាត់រត់ចូលមកក្នុងភូមិសិនហើយឥឡូវនេះយើងនិយាយមកដល់ Hansel រួមជាមួយនឹង Gretel របស់យើងវិញ Hansel របស់យើងនៅក្នុងកន្លែងផឹកអីហ្នឹងនិយាយពីគាត់តាមញ៉ែស្រីអញ្ចឹងទៅគាត់និយាយពីអួតគឺរឿងការងាររបស់គាត់ចាប់ធ្មប់កាត់ដៃកាត់ជើងកាត់ក្បាលអីអញ្ចឹងទៅម្នាក់ស្រីមានអារម្មណ៍ថាមកនិយាយស្អីរឿងធ្មប់អីអញ្ចឹងមកផឹកឆ្ងាញ់សោះហ្នឹងមិននិយាយចូលទេបើនិយាយពី Gretel របស់យើងវិញនាងក៏បានសួរ Jackson តាក់ទងនឹងទីតាំងភូមិសាស្ត្រថ្មីនៅក្នុងតំបន់ហ្នឹងអញ្ចឹងណាហើយលោក Jackson ក៏ប្រាប់ថាពេលដែលបាត់ក្មេងៗហ្នឹងគឺមានពួក troll ជួយ Gretel ថាហាមាន troll ដែរលោក Jackson ប្រាប់ថាហ្នឹងហើយ troll ហ្នឹងគឺជាកូនចៅរបស់ធ្មប់បន្ទាប់ពីនោះយើងក៏ប្រទះឃើញតួអង្គរបស់យើងម្នាក់ទៀតដែលគាត់មានឈ្មោះថា Ben របស់យើងគឺជា fan ផ្កាប់មុខរបស់ Hansel រួមជាមួយនឹង Gretel ហើយមើលថា Hansel របស់យើងអត់ចង់និយាយជាមួយ Ben ទេប៉ុន្តែ Gretel ថា fan របស់ពួកយើងនិយាយមើលស្គាល់អីពីពួកយើងខ្លះBen របស់យើងគាត់ប្រមូលតាក់ទងនឹងសារព័ត៌មានផ្សេងចុះផ្សាយពីពីអ្នកបងប្អូនអ្នកប្រមាញ់ធ្មប់នេះព័ត៌មានតាំងពីណាពីណីមកគឺប្រមូលផ្ដុំជាសភៅមួយក្បាលតែម្ដងហើយគាត់ឈរនិយាយទៅ Gretel របស់យើងនឹងក៏អង្គុយសើច Hansel របស់យើងនឹងធុញមិនចង់ស្ដាប់ភ្លាមនោះបរិសដែលត្រូវបានវេទមន្តរបស់ធ្មប់បញ្ជូនមកនឹងគាត់គឺជាអ្នកនាំសារឲ្យធ្មប់គាត់ក៏ប្រាប់ថាអ្នកទាំងអស់គ្នា
ធ្មប់នេះគឺសាហាវខ្លាំងណាស់ត្រៀមខ្លួនអ្នកទាំងអស់គ្នាហើយគ្រាន់តែនិយាយចប់បរោះម្នាក់នឹងក៏បានបំផ្ទុះខ្លួនខ្ទាតគ្រឿងក្នុងខ្ទាតឈាមមានតកៅអីនៅក្នុងនឹងអូយលោកឯងគួរឲ្យខ្ពើមខ្លាំងមែនទែនចំណែកឯថ្មេធ្មប់ដែលមានឈ្មោះថា Muriel នឹងគាត់ក៏បានមកជួបជាមួយនឹងកូនចៅរបស់គាត់ទាំងពីរនាក់កូនចៅរបស់គាត់ទាំងពីរហ្នឹងក៏និយាយថាអូយម្ចាស់ស្ត្រីពួកយើងធំក្លិន Gretel រួមជាមួយនឹង Hansel មកក្បែរនេះហើយតើអញ្ចឹងគម្រោងរបស់ម្ចាស់ស្រីគឺទទួលបានជោគជ័យហើយបាទអញ្ចឹងនិយាយត Muriel របស់យើងគាត់មានគម្រោងចង់ឲ្យ Hansel រួមជាមួយនឹង Gretel ហ្នឹងមកជួបគាត់មកញីមិនអញ្ចឹងណោះនេះចង់រកអ្នកប្រមាញ់ធ្មប់មហោខ្លួនឯងនេះប្លែកតើហើយ Muriel របស់យើងហ្នឹងក៏បានបង្ហាញការសាលជឿថ្មីរបស់នាងដោយធ្វើពិសោធន៍ទៅលើក្មេងប្រុសម្នាក់នេះពួកគេបានយកកង្កែបអ្វីម្យ៉ាងញាត់ចូលទៅក្នុងមាត់របស់ក្មេងប្រុសនឹងឲ្យបង្ខំឲ្យក្មេងប្រុសលេបទាំងរស់តែម្ដងបន្ទាប់ពីលេបហើយពួកគេក៏បានធ្វើពិធីបាទហើយមកទោសចុះធ្វើសាហាវសម្រាប់ក្មេងប្រុសយកឈាមដើម្បីផឹកពេលដែលផឹកហើយពេលដាក់ដៃទៅលើភ្លើងទៅគឺអត់ឆេះរលួយក្តៅនោះទេប៉ុន្តែតតែរៀងបានយូរបន្តិចវាក៏ចាប់ផ្ដើមក្តៅឆេះវិញកូនចៅទាំងពីរក៏និយាយថាអូម្ចាស់ស្ត្រីវេទមន្តរបស់យើងអត់ដដែលយើងអាចគេចផុតពីភ្លើងទេ Muriel ក៏និយាយថាកុំបារម្ភយើងមានវិធីសាស្ត្រធ្វើឲ្យភ្លើងអត់អាចឆេះពួកយើងបានជារៀងរហូតតែម្ដងលុះដល់ពេលយប់គឺថែរបស់យើងពេលដែលនាងគេងលក់នាងក៏បានសម័យពេលដែលនាងបែកជាមួយម្ដាយរបស់នាងម្ដាយរបស់នាងបានដាក់ដៃទៅលើទ្រូងរបស់នាងមិនដឹងថាគាត់នឹងធ្វើស្អីនោះទេភ្លាមនោះក៏សាប់តែ Gretel របស់យើងភ្ញាក់ឲ្យដាស់បងប្អូនរបស់នាងនិយាយពីការយល់សប្តិរបស់នាងតាក់ទងនឹងម្ដាយអញ្ចឹងណា Hansel ក៏ថាយើងបានសន្យាគ្នាអូនងួយដេថាអត់និយាយពីរឿងហ្នឹងឯណាប៉ុន្តែ Gretel របស់យើងនៅតែមានអារម្មណ៍ថាម្ដាយរបស់នេះរៀងប្លែកលុះព្រឹកឡើងយើងកាត់មកដល់ Hansel របស់យើងវិញគាត់ទិញសម្លៀកបំពាក់របស់ក្មេងៗមិនដឹងយកធ្វើអីទេមីណាក៏សួរថាអញតើបងទិញសម្លៀកបំពាក់អីមិនក៏ទូចម្លេះ Hansel របស់យើងរៀងអៀនគាត់ក៏ថាខ្ញុំទិញនេះមិនសម្រាប់ខ្លួនខ្ញុំនោះទេបន្តមកទៀតមីណារបស់យើងនឹងក៏នៅតែរំលឹករឿងអរគុណដែល Hansel របស់យើងបានជួយជីវិតនាងអញ្ចឹងណា Hansel ក៏ថាមិនមែនខ្ញុំនេះតាមពិតទៅប្អូនខ្ញុំទេថាបើចង់សម្រាប់ណាម្នាក់លុះត្រាតែមានភ័ស្តុតាងត្រឹមត្រូវតោះហើយមីណាក៏បន្តសួរទៀតថានិយាយអញ្ចឹងលោក Hansel តើពេលដែលលោកប្រមាញ់ធ្មប់នឹងតើលោកមានធ្លាប់ជួបធ្មប់ណាដែលចិត្តល្អលោកមិនចង់ប្រមាញ់សម្លាប់អត់ Hansel ក៏តបវិញថាអត់មានទេឲ្យតែខ្ញុំឃើញធ្មប់គឺខ្ញុំនឹងសម្លាប់តែម្ដងខ្ញុំមិនខ្វល់ថាធ្មប់ល្អឬអាក្រក់នោះឡើយព្រាមនោះក៏សាប់តែ Hansel របស់យើងនឹងវិលមុខទៀតហើយមិនដឹងជាមូលហេតុអីទេគាត់នឹងក៏បានពឹងឲ្យអ្នកមីណានឹងជួយកាន់លពោរបស់គាត់បន្តិចគាត់ក៏បានចាក់ថ្នាំនឹងចូលទៅក្នុងខ្លួនរបស់គាត់ទៀតហើយ Hansel ក៏បានប្រាប់ថាខ្ញុំមិនដឹងទេកាលពីនៅក្មេងខ្ញុំជួបជាមួយនឹងធ្មប់នៅក្នុងព្រៃធ្មប់នឹងបង្ខំឲ្យខ្ញុំហូបនំហូបរបស់ផ្អែមឥឡូវនេះខ្ញុំត្រូវការចាក់ទឹកនឹងចូលទៅក្នុងខ្លួនរហូតមីណាក៏បញ្យល់ថាអូនោះគឺជាទឹកអាំងស៊ូលីនអញ្ចឹងលោកប្រហែលជាមានជំងឺតាក់ទងទឹកនោមផ្អែមហើយតែខ្ញុំអាចជួយលោកបានណា Hansel ក៏ថាអត់ទេអត់អីទេមិនមានបញ្ហាទេខ្ញុំអរគុណណាយើងបាយគ្នាតែប៉ុណ្្នឹងទៅអញ្ចឹងបាទមើលទៅមីណារបស់យើងនឹងរៀងរូបរាងរបស់នាងស្រស់ស្អាតមើលទៅអត់ដូចប្រជាជននៅនឹងទេហើយនាងក៏រៀងចម្លែកដែរចេះព្យាបាលជំងឺទឹកនោមផ្អែមទៀតនេះចំណែកឯធ្មប់ក្បាលស្នែងរបស់យើងដែលជាកូនចៅរបស់ម្ចាស់ស្ត្រីធ្មប់នេះវិញមកគាត់នឹងដើររកអាកង្កែបនឹងទៀតដែរដើម្បីឲ្យក្មេងៗលេបចូលទៅឲ្យធ្វើពិធីរបស់ពួកគេដើររកសុកក៏ប្រទះលឺសូរក្មេងម្នាក់នឹងស្រែកជួយផងលោកប៉ាកូនវ័យនៅក្នុងព្រៃតែឯងជួយផងហើយធ្មប់លឺសូរក្មេងអញ្ចឹងលោកហើយជាឱកាសរបស់នាងហើយនាងក៏បានចូលទៅក្នុងព្រៃហើយប៉ះខ្លួនមកក្មេងម្នាក់នឹងអញ្ចឹងទៅក៏ឃើញថាវាគឺជាអន្ទាក់របស់ Hansel រួមជាមួយនឹង Gretel ពួកគេទាំងពីរក៏បានបើកការវាប្រហារទៅលើធ្មប់មានស្នែងនឹងនិយាយថាខ្លាំងមែនទែនតែម្ដងប៉ុន្តែយ៉ាងណាក៏ដោយធ្មប់លះជាងនាងក៏បានរត់រួចខ្លួនអញ្ចឹងទៅតែ Hansel របស់យើងក៏បានវាយឲ្យធ្មប់ធ្លាក់ពីលើស្អីនេះអាម្រាប់ជីរបស់នាងនេះមើលទៅមិនបោះអ្នកនរនេះដូចឈើអញ្ចឹងរួចហើយពួកគេក៏បន្តវាយគ្នាខ្លាំងទៅហើយធ្មប់កម្លាំងមែនអ្នកទាំងអស់គ្នាដូច Superman អញ្ចឹងនិយាយពីថាចាប់វត្ត Hansel រួមជាមួយនឹង Gretel ដូចចាប់វត្តសម្លៃអញ្ចឹងបន្តមកធ្មប់នឹងក៏បានជិះឈើហោះរបស់នាងចាក់ចេញពីទីនោះ Hansel របស់យើងក៏បានប្រើខ្សែដើម្បីតោងឈើហោះរបស់នាងរួចហើយក៏អូស Hansel របស់យើងមួយទៅផឹង Hansel របស់យើងក៏បានតាក់ខ្លួនជាមួយនឹងដើមឈើអញ្ចឹងទៅធ្វើឲ្យធ្មប់នឹងធ្លាក់ចុះពីលើឈើហោះរបស់នាងឥឡូវបន្តវាយគ្នាទៀតអត់បានមកសន្ទុះលោក Jackson របស់យើងនឹងក៏ប្រើអាម៉ាស៊ីនឆក់រហូតដល់ធ្មប់នឹងសន្លប់ម៉ាស៊ីនឆក់នឹងគឺជារបស់ក្មេងលេង Hansel រួមជាមួយនឹង Gretel នឹងបកគលឲ្យគាត់ឥឡូវនេះពួកគេក៏បាននាំធ្មប់ចូលមកក្នុងភូមិលោក Berlin ថាចៅវាយក្រុងឯងឈួតហើយនាំធ្មប់ចូលមកក្នុងភូមិចៅវាយក្រុងថាយើងនាំធ្មប់ចូលមកគឺដើម្បីសួរនាំសួរធ្វើយ៉ាងណាក៏ដោយដឹងថាធ្មប់នឹងចាប់ក្មេងទៅធ្វើអីហើយឲ្យនាងប្រាប់ទីតាំងរបស់ក្មេងទាំងអស់នោះចំណែកធ្មប់នេះវិញមកគាត់ដូចជាវែងស្មារតីដូចព្រលឹងរបស់គាត់នៅក្នុងខ្លួនមិនទេតាមពិតទៅគាត់បញ្ជូនព្រលឹងមកឲ្យគ្នារបស់គាត់ហើយក៏បានប្រាប់ទីតាំងរបស់ Hansel រួមជាមួយនឹង Gretel នៅផ្ទះរបស់លោកប៉ូលីសឮសូរបែបនេះភ្លាមម្ចាស់ស្ត្រី Muriel របស់យើងថាជាឱកាសល្អរបស់យើងហើយតោះហើយនេះ Hansel របស់យើងខំដាល់រហូតដល់ឈាមមាត់ទៅម្នាក់ធ្មប់នឹងគាត់មាននឹងស្មារតីត្រឡប់មកវិញ Hansel ក៏គំរាមសួរទៀតថានាងចាប់ក្មេងយកទៅធ្វើអីច្រើនម្ល៉េះធ្មប់នឹងអត់និយាយអីទេនាងក៏និយាយថានៅតែក្មេងម្នាក់ទៀតដែលសំខាន់ជាងគេទេឮសូរបែបនេះភ្លាម Gretel របស់យើងនឹងក៏បានសង្ស័យតាក់ទងនឹង Blood Moon ហើយនាងក៏បានសួរបងប្អូនរបស់នាងថា Hansel តើធ្មប់ចាប់ក្មេងអស់ប្រមាណអ្នកទៅហើយ Hansel ក៏ទៅវិញថាប្រហែលជា10 11នាក់
ឯងមើលទៅគឺថារបស់យើងក៏បានរាប់ចំនួនក្មេងដែលបាត់ក៏ប្រទះឃើញថាអូក្មេងបាត់ចំនួន11នាក់ហើយពួកគេត្រូវការក្មេងម្នាក់ទៀតអញ្ចឹងត្រូវការក្មេងចំនួន12នាក់ហើយក្មេងប្រុសមានចំនួន6នាក់ក្មេងស្រីចាប់បានតែ5នាក់ទេអញ្ចឹងហើយនឹង Greek Tale របស់យើងក៏សន្និដ្ឋានថាពួកគេត្រូវការក្មេងស្រីម្នាក់ទៀតហើយពេលទៅតាមដានឆ្នាំដែលក្មេងនឹងកើតនឹងគឺក្មេងទាំងអស់ហ្នឹងកើតក្នុងកំឡុងខែ11ខែតែម្ដងប៉ុន្តែនៅសល់ខែ4ម្នាក់ទៀត Hansel របស់យើងក៏សន្និដ្ឋានថាអូអញ្ចឹងក្មេងស្រីដែលកើតនៅខែ4គឺមានបញ្ហាយើងប្រញាប់ប្រញាល់ទៅជួយនាងចំណែកឯមេធ្មួយរបស់យើងបានមកដល់ភូមិរបស់អ្នកភូមិមើលទាំងអស់គ្នាចំពោះ Hansel របស់យើងផ្ទាល់កំពុងទៅតាមស្វែងរកក្មេងស្រីណាដែលកើតនៅខែ4ម្ចាស់ស្ត្រីធ្មួយរបស់យើងក៏បានប្រើភ្លួងដុតភូមិអ្នកភូមិតែមូលតែម្ដងមកអូផ្អើលពេញនឹងទាំងអស់ចំពោះ Hansel របស់យើងវិញក៏បានរកឃើញក្មេងស្រីដែលកើតខែ4ហើយគាត់ក៏ប្រញាប់ប្រញាល់ទៅជួយក្មេងស្រីម្នាក់នោះប៉ុន្តែជាអកុសលធ្មប់នឹងក៏មកចាប់តន់បាក៏បង្ខំឲ្យកូនប្រុសនេះបាញ់សម្លាប់ម្ដាយរបស់ខ្លួនរួចហើយក៏ចាប់ក្មេងស្រីកើតខែ4នឹងបានទៅជោគជ័យ Retail របស់យើងនឹងក៏បានឲ្យកំភ្លើងទៅកាន់លោក Jetson ដើម្បីតស្ទល់បាទប្រហែលជាដឹងថាធ្មប់មកអញ្ចឹងណានិយាយមិនតាន់ផុសពីមាត់ផងម្ចាស់ស្ត្រីធ្មប់ក៏មកដល់ហើយតាមពិតទៅគោលបំណងរបស់ម្ចាស់ស្ត្រីធ្មប់នឹងគឺគាត់នឹងចង់អញ្ជើញឲ្យ Retail របស់យើងនឹងចូលមកក្នុងអន្ទាក់របស់គាត់ម្ចាស់ស្ត្រីធ្មប់ក៏បានប្រែកណាភ្លាម Retail របស់យើងក៏ដឹងថាអូនេះគឺជាម្ចាស់ស្ត្រីធ្មប់តាពួកគេក៏បានបើកការវាប្រហារទៅលើធ្មប់ប៉ុន្តែអូធ្មប់នឹងគាត់លះហាសណាគាត់ក៏បានបើកការវាប្រហារទៅលើលោកពូ Jetson រួចហើយក៏បានបើកការវាប្រហារមកលើ Retail របស់យើងមិនឲ្យនាងតដៃទាន់នោះឡើយចំពោះ Hansel របស់យើងផ្ទាល់គាត់កំពុងតែព្យាយាមតទល់ជាមួយនឹងធ្មប់នេះតែជាអកុសលអ្វី Troll នោះក៏បាននាំក្មេងស្រីយកទៅបាត់ហើយសង្ឃឹមថាវាយធ្មប់នឹងងាប់ធ្មប់នឹងអត់ងាប់ទេទាំងអស់គ្នាអើយមកឡើងមកវិញវាយគ្នាតែខ្លាំងទៀតធ្មប់ក៏បានប្រើវេទមន្តរបស់នាងយកឈើនោះមកគប់អូពេញខ្លួនរបស់ Hansel តែម្ដង Hansel នឹងអត់បានក៏បានយកឈើចាក់ចូលក្នុងភ្នែករបស់នាងអស់ជម្រឹះមេធ្មប់នឹងក៏បានហោះពីទីនោះប៉ុន្តែ Hansel របស់យើងនឹងបានអោបជាគេឈើហោះរបស់នាងទៅជាមួយអញ្ចឹងធ្មប់នឹងក៏បាននាំ Hansel របស់យើងទៅដែរទៅបាននឹងមិនមកទៀតទេចំណែកឯមេធ្មប់បិសាចនេះវិញក៏បានប្រាប់ Gretel ថាឯងមិនឈ្នះយើងទេបើយើងចង់សម្លាប់ឯងយើងប្រើត្រឹមតែមកប្រព្រឹត្តភ្នែកប៉ុណ្ណោះប៉ុន្តែឯងគឺជាសារៈសំខាន់របស់យើងក្នុងការធ្វើពិធីពិសេសរបស់យើងបានអញ្ចឹងបានសេចក្តីថា Gretel របស់យើងនឹងគឺជាគ្រឿងផ្សំសំខាន់ក្នុងការធ្វើពិធីរបស់មេធ្មប់បិសាចនឹងអញ្ចឹងណាព្រមនោះលោក Jetson របស់យើងនឹងក៏ចង់ប្រើកំភ្លើងបាញ់ទៅកាន់មេធ្មប់នឹងអញ្ចឹងទៅមេធ្មប់ក៏បានក្បត់ Gretel របស់យើងនឹងចេញពីទីនោះចំណែកឯលោកតា Jackson របស់យើងក៏ត្រូវបានមេធ្មប់នឹងសម្លាប់នៅនឹងកន្លែងតែម្ដងដោយឲ្យគាត់នឹងបាញ់កំភ្លើងសម្លាប់ខ្លួនឯងចំពោះ Gretel របស់យើងវិញក៏ត្រូវបាន Ben របស់យើងដែលជា fan នឹងជួយ Gretel របស់យើងទៅរកកន្លែងមានសុវត្ថិភាពបន្តមកទៀតមេធ្មប់បិសាចក៏បានដោះលែងកូនចៅរបស់ខ្លួនរួចហើយបន្តចាប់ខ្លួន Gretel អញ្ចឹងទៅពេលដែលមកដល់ក៏បាត់ខ្លួនរបស់ Gretel ហើយបើចំពោះ Hansel របស់យើងផ្ទាល់នឹងបានចាប់អំបោសរបស់ធ្មប់អញ្ចឹងទៅឥឡូវគាត់ក៏ធ្លាក់ចុះមកក្នុងព្រៃបានមិនដឹងយ៉ាងម៉េចទៅមកទេលុះដល់ពេលព្រឹកចៅហ្វាយក្រុងរបស់យើងនឹងក៏បានចេញមុខសុំទោសអីអញ្ចឹងណាហើយប្រជាជនទាំងអស់ក៏បានចោទប្រកាន់ដោយសារតែចៅហ្វាយក្រុងនឹងឲ្យ Hansel រួមជាមួយនឹង Gretel ធ្វើការឥឡូវនេះធ្មប់នឹងដុតភូមិរបស់ពួកគេនឹងចោលចង់ទៅជាភ័ក្រអស់ហើយគាត់ខំចេញនិយាយការពារខំចេញនិយាយឲ្យប្រជាជនរួចអារម្មណ៍ស្ងប់អារម្មណ៍សិនទៅចាំរកវិធីដោះស្រាយទៀតប៉ុន្តែក៏សាប់តែ Bering របស់យើងដែលជាប៉ូលីសនឹងបានបាញ់សម្លាប់ចៅហ្វាយក្រុងយ៉ាងសាហាវព្រៃផ្សៃរួចហើយគាត់ក៏និយាយថាទុកឲ្យយើងជាអ្នកធ្វើការវិញចំពោះ Gretel របស់យើងវិញពេលនេះ Ben របស់យើងនឹងគាត់កំពុងតែជួយសម្អាតខ្លួនអញ្ចឹងណា Ben របស់យើងជូតចុះជូតឡើងនឹងឃើញដើមទូងរបស់គេនឹងចង់ជូតគេក៏ចាប់ដៃភ្ញាក់មកតាន់ Ben ក៏ថាអូសុំទោស Gretel ក៏សួរថាឥឡូវរឿងដល់ណាដល់ណីទៅហើយមានខ្ញុំនៅទីនេះ Ben ក៏ប្រាប់ថានឹងហើយអ្នកភូមិគឺស្អប់អ្នកទាំងពីរខាងណាហើយក្មេងស្រីក៏ត្រូវបានធ្មប់ចាប់បានទៅជោគជ័យចំណែកឯបងប្រុសរបស់អ្នកនាងវិញគឺហោះទៅជាមួយនឹងធ្មប់ហើយមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេបន្ទាប់ពីនោះ Gretel របស់យើងនឹងក៏បានសម្លឹងមើលបន្ទូលរបស់ Ben អញ្ចឹងទៅ Ben របស់យើងនឹងក៏បានយករបស់អីផ្សេងៗឲ្យ Gretel របស់យើងហូបហើយពេលដែលហូបអញ្ចឹងទៅ Gretel របស់យើងក៏បានប្រទះឃើញរូបម្ដាយរបស់ខ្លួន Gretel ក៏សួរថាតើម្នាក់ស្រីជានរណា Ben ក៏ប្រាប់ថាអូអ៊ំស្រីនឹងគេចោទប្រកាន់ថាគាត់គឺជាធ្មប់រួចហើយគេក៏បានដុតគាត់សម្លាប់យ៉ាងសាហាវទៅហើយគាត់ក៏អត់មានប្រើវេទមន្តអីមកលើមនុស្សទៀតដល់ពេលគេដុតហ្នឹងណាព្រាមនោះ Gretel របស់យើងក៏សាប់តែដឹងការពិតតែម្ដងពេលដែលនៅក្មេងម្ដាយរបស់នាងបានប្រើវេទមន្តអ្វីម្យ៉ាងហើយប្រាប់កូនរបស់ខ្លួនថាកូនមានសុវត្ថិភាពហើយគ្រាន់តែរំលឹកឃើញរឿងអតីតកាលព្រាម Gretel របស់យើងនិយាយថាខ្ញុំតតែស្វែងរកបងប្រុសរបស់ខ្ញុំចំពោះ Hansel របស់យើងផ្ទាល់នេះឥឡូវគាត់កំពុងតែជាប់នៅចុងឈើមីណារបស់យើងក៏ប្រទះឃើញ Hansel អញ្ចឹងទៅក៏សួរថាមានរឿងអី Hansel ថាមិនអីទេព្រាមនោះគាត់ក៏បានធ្លាក់ចុះមកខាងក្រោមអញ្ចឹងហើយនឹងមីណារបស់យើងនឹងក៏បានចាប់គ្រាជួយ Hansel របស់យើងតែម្ដងដោយសារតែគាត់របួសជើងចំពោះ Gretel របស់យើងផ្ទាល់នឹងក៏បានសៃរកបងប្រុសរបស់នាងនៅក្នុងព្រៃកំឡុងពេលនោះ Troll នោះក៏បានលឺសូរសំឡេងរបស់ Gretel របស់យើងដើររកសុកអញ្ចឹងក៏ប្រទះឃើញបរិមម្នាក់រត់អញ្ចឹងនាងក៏ទៅមើលទៅស្មានតែបងប្រុសរបស់នាងតាមពិតគឺជាអន្ទាក់របស់ក្រុមលោកប៉ូលីស Bering សោះលោកប៉ូលីស Bering នឹងឥឡូវនេះគាត់បានដៃហើយគាត់ចង់សងសឹក Gretel របស់យើងដែលធ្លាប់បុកចំហឲ្យគាត់ឈាមអញ្ចឹងណានិយាយទៅមនុស្សប្រុសជាច្រើនអ្នកព្រួតដៃធ្វើបាប Gretel របស់យើង Gretel ក៏ថាណាពួកឈួតពួកឯងមិនដឹងទេក្រុមធ្មប់កំពុងតែរៀបចំពិធីអ្វីម្យ៉ាងយើងមិនដឹងថាជាពិធីអីទេតែបែរជាមកចង់ឈ្នះយើងមកសងសឹកយើងអត់ប្រយោជន៍ទៅវិញក្រុម Bering ក៏បន្តដាល់ Gretel របស់យើងនឹងមួយទំហឹងតែម្ដងអូអាប៉ែ Bering និយាយពីសាហាវហើយបើនិយាយដល់ Hansel របស់យើងវិញកំពុងតែផ្អែមល្ហែមស្នេហាជាមួយនឹងមីណាក៏ប្រើទឹកស្អីគេម្យ៉ាងនឹងជួយជូតរបួសឲ្យអញ្ចឹងទៅហើយក៏បានប្រាប់ទៅកាន់ Hansel ថាមកលោក Hansel ចូលមកក្នុងទឹកនេះមកទឹកនេះអាចជួយលោកបាន Hansel ក៏ហ៊ានចូលដោយសារគាត់ចេះហែលទឹកអញ្ចឹងហើយមីណារបស់យើងក៏ចូលទៅក្នុងទឹកមុនទៅ Hansel របស់យើងក៏ចូលទៅក្រោយបើនិយាយដល់ប្អូនស្រីរបស់ខ្លួនវិញ Gretel ទាំងអស់គ្នារងទុក្ខខ្លាំងណាស់គេដើរឡើងឈាមមុខឈាមមាត់មើលលែងស្គា
ល់ហើយសកម្មភាពដ៏ខូខូបែបនេះ troll របស់យើងក៏ប្រទះឃើញឲ្យមានអារម្មណ៍ថាមិនក៏សាហាវម៉េះមនុស្ស Gretel របស់យើងមិនចាញ់ទេនាងក៏បានខំចំោះ Peperine ណា Peperine អត់ទ្រាំមិនបានក៏ចង់ចាប់រំលោភនាងបើ Hansel របស់យើងផ្ទាល់វិញគាត់កំពុងតែចូលក្នុងទឹកអត់ចេះហែលទឹកនោះទេហើយគាត់ក៏ធ្លាប់និយាយពីបទសោតរបស់គាត់នឹងជាប់ធ្លាប់ជួបជាមួយនឹងធ្មប់តែហៅថាធ្មប់ពោះអីអញ្ចឹងណាតែមីណាថាកុំនិយាយអីរួចហើយនាងក៏បានខោបគ្នាជាមួយនឹងអាប៉ែ Hansel នៅក្នុងទឹកតែពីរនាក់អញ្ចឹងទៅហើយប្អូនស្រីរបស់ខ្លួននេះត្រូវបានគេចាប់រំលោភប៉ុន្តែសំណាងល្អ troll របស់យើងក៏បានរត់មកលោកអើយកាន់ដើមឈើកាន់អីវាយក្បាលកំតិចក្បាលជន់ក្បាលនេះ Peperine នេះស្លាប់សាហាវជាងគេគឺជន់ក្បាលរហូតដល់ចេញខួរចេញអីអញ្ចឹងណាសំមុខនិយាយពីមនុស្សប្រុសបានចរិតអញ្ចឹងគឺវាត្រូវតែអញ្ចឹងឯងរួចហើយ troll នឹងក៏បានសែងយក Gretel របស់យើងនឹងទៅជាមួយខ្លួនមកមិនដឹងទៅណាទៅណីឡើយចំពោះ Hansel ក៏បានផ្ដើមស្នេហាជាមួយនឹងមីណាបានជោគជ័យយ៉ាងហើយគាត់ក៏សន្យាជាមួយមីណាវិញពេលរឿងបែបយ៉ាងចប់គាត់នឹងមកជួបជាមួយនឹងមីណាហើយបើ Gretel របស់យើងផ្ទាល់ពីនេះនាងភ្ញាក់មកក៏ប្រទះឃើញ troll នឹងបញ្ចុកទឹកឲ្យនាងផឹកនាងអត់ហ៊ានផឹកទេតែ troll ក៏បង្ខំពេលដែលផឹកហូរនាងរបួសឲ្យទៅអញ្ចឹងក៏ឃើញថារៀងធូរស្បើយជាងមុនច្រើន Gretel នឹងក៏អរគុណទៅដល់ troll នឹងអញ្ចឹងទៅហើយក៏សួរមិនក៏ troll នឹងជួយនាង troll នឹងក៏និយាយថាខ្ញុំជាអ្នកបម្រើធ្មប់អញ្ចឹងហើយខ្ញុំទៅតែការពារជីវិតរបស់ Gretel ឯងបាទព្រោះអីធ្មប់គឺអត់ចង់ឲ្យ Gretel ស្លាប់ទេត្រូវការ Gretel ទាំងរស់និយាយចប់អញ្ចឹង troll នឹងក៏មានអារម្មណ៍ថាដូចជាសំណោះសំណោកមកទេមុននឹងចាក់ចេញពីទីនោះបើនិយាយដល់ Hansel របស់យើងវិញពេលដែលដើររកប្អូនរបស់ខ្លួនអញ្ចឹងក៏ប្រទះឃើញផ្ទះចំណាស់មួយដែលត្រូវបានគេបោះបង់ចោលចូលមកដល់ក្នុងក៏មាននរណាម្នាក់បើកការវិប្រាបាទតាមពិតទៅនឹងគឺជា Gretel របស់យើងសោះឥឡូវពីអ្នកបងប្អូនបានជួបគ្នាវិញហើយពួកគេក៏សប្បាយចិត្តរួចក៏ប្រទះឃើញថាផ្ទះចាស់នេះគឺជាផ្ទះរបស់ធ្មប់មើលនេះសិតតែរបស់ធ្មប់ហើយពេលដែលឡើងមកផ្នែកខាងលើក៏ឃើញថាបងផ្ទះនេះគឺជាផ្ទះរបស់ពួកយើងតើផ្ទះពេលដែលពួកយើងនៅក្មេងមុននឹងយើងបែកឪពុកម្ដាយយើងហ៎ Hansel របស់យើងគាត់ក៏បានទៅពិនិត្យមើលបន្ទប់របស់គាត់ក៏ឃើញថាហ្នឹងហើយរូបគំនូរដែលគាត់គូរតាំងពីក្មេង Gretel ក៏សួរថាតើបងមានឆ្ងល់អត់ហេតុអ្វីក៏ផ្ទះរបស់យើងគឺជាទីតាំងធ្វើពិធីរបស់ធ្មប់ហើយបងឆ្ងល់ទេថាបន្ទាប់ពីយើងបែកពីឪពុកម្ដាយរបស់ពួកយើងតើមានរឿងអ្វីកើតឡើងទៅលើពួកគាត់ Hansel របស់យើងក៏បានកិច្ចវេះមិនចង់និយាយរឿងនឹងឡើយ Gretel នឹងក៏ចង់ប្រាប់ថាតើបងមានសង្ស័យអត់ទីម្ដាយរបស់យើងគឺជាគ្រាន់តែនិយាយចឹងភ្លាមក៏សាប់តែម្ចាស់សតិធ្មប់បង្ហាញខ្លួនគ្រាន់តែមេធ្មប់មកដល់ភ្លាម Hansel រួមជាមួយ Gretel ក៏ចង់បើកការវិប្រហារប៉ុន្តែមើលទៅមេធ្មប់នេះគាត់មានឥទ្ធិពលខ្លាំងមែនទែនតែម្ដងហើយគាត់ក៏មានរឿងមួយដែលចង់ប្រាប់ Hansel រួមជាមួយនឹង Gretel ដែលគាត់បាននិយាយថានេះគឺជាផ្ទះរបស់ Adriana គឺជាម្ដាយរបស់ពួកឯងទាំងពីរពួកឯងមិនដឹងទេថាម្ដាយរបស់ពួកឯងជានរណាម្ដាយរបស់ពួកឯងគឺជា White Witch ហើយយើងគឺជា Dark Witch ម្ដាយរបស់ពួកឯងមានឥទ្ធិពលខ្លាំងណាស់ប៉ុន្តែនាងក៏បានលងស្រឡាញ់មនុស្សរួចហើយក៏បង្កើតក្បាលពីររបស់ពួកឯងចេញមកនេះនៅពេលមួយកំឡុងពេល The Blood Moon យើងចង់បង្កើតរូបមន្តពិសេសដើម្បីការពារពួកយើងពីភ្លើងឆេះហើយរូបមន្តសំខាន់នោះគឺត្រូវការបេះដូងរបស់ White Witch ដែលជាម្ដាយរបស់ពួកឯងប៉ុន្តែឥទ្ធិពលរបស់ម្ដាយពួកឯងវាខ្លាំងពេកយើងមិនអាចតទល់ឈ្នះយើងក៏បានផ្លុំទៅជាប្រជាជនប្រាប់ថាម្ដាយរបស់ពួកឯងគឺជាធ្មប់នៅយប់នោះប្រជាជនទាំងអស់គឺនឹងមកសម្លាប់ក្រុមគ្រួសាររបស់ពួកឯងទាំងមូលអញ្ចឹងហើយម្ដាយរបស់ពួកឯងក៏បញ្ជូនពួកឯងចូលទៅក្នុងព្រៃហើយម្ដាយរបស់ពួកឯងដឹងស្រាប់ហើយអំបូរ White Witch គឺមិនដែលប្រើវេទមន្តតទល់ទៅលើមនុស្សនោះទេអញ្ចឹងនាងក៏សុកចិត្តឲ្យប្រជាជនដុតសម្លាប់ទាំងរស់ហើយឪពុករបស់ឯងមកក្រោយដើម្បីជួយម្ដាយឯងនឹងក៏ត្រូវបានគេចងកសម្លាប់ហើយរឿងក៏វាចប់ត្រឹមតែប៉ុណ្្នឹងទៅយ៉ាងមិនដែររឿងល្អស្ដាប់ទេដូច្នេះនៅពេលនេះគ្រឿងសំខាន់ដែលយើងត្រូវការនឹងគឺជាបេះដូងរបស់ Gretel ដែលជាកូនរបស់ White Witch មេធ្មប់ Dark Witch នឹងក៏បានយកកំបិតចាក់សម្លាប់ Hansel របស់យើងរួចហើយខ្លួនក៏បានចាប់ Gretel យកមកជាមួយចំពោះ Hansel របស់យើងពេលដែលភ្ញាក់មកពេលព្រឹកវិញក៏ប្រទះឃើញមីណានៅក្បែរខ្លួនហើយមីណានឹងព្យាបាលរបួសឲ្យ Hansel របស់យើងតាំងពីយប់មិញជាបាត់មុខរបួសតែម្ដងអញ្ចឹងហើយនឹង Hansel ក៏ដឹងថាមីណាឯងគឺជាធ្មប់មីណាក៏សារភាពថានឹងហើយខ្ញុំគឺជា White Witch ហើយខ្ញុំមិនដែលប្រើវេទមន្តរបស់ខ្ញុំធ្វើបាបមនុស្សណាម្នាក់នោះទេ Hansel របស់យើងគាត់ក៏មានអារម្មណ៍ចឹងមែនមើលទៅមីណាពិតជាល្អខ្លាំងណាស់អត់មានដែលធ្វើបាបនរណាហើយជួយជីវិតរបស់ខ្លួនអញ្ចឹងណាប៉ុន្តែគាត់អត់ចង់ពាក់ព័ន្ធអីវែងឆ្ងាយជាមួយមីណាទេគាត់បញ្ញាបញ្ញាជួយប្អូនស្រីរបស់គាត់មីណាក៏គាត់ថាមិនអាចទេបងមិនអាចទៅជួយប្អូនស្រីរបស់បងបានឡើយដោយសារតែសម្បុករបស់ធ្មប់នឹងគឺវាគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែខ្ញុំមានវិធីដោះស្រាយ Hansel ក៏ថាអញ្ចឹងមានវិធីអីមីណាក៏និយាយថាខ្ញុំប្រទះឃើញសភៅវេទមន្តដ៏អស្ចារ្យមួយរបស់ White Witch បានសភៅនឹងគឺជាសភៅរបស់ម្ដាយ Hansel យើងនឹងឯងហើយសភៅនឹងគឺវាមានរូបមន្តពិសេសដើម្បីធ្វើឲ្យអាវុធនឹងមានឥទ្ធិពលខ្លាំងក្លាអាចតទល់ជាមួយនឹង Dark Witch បានអញ្ចឹងហើយ Hansel រួមជាមួយនឹងមីណាក៏បានត្រឡប់មកភូមិវិញហើយពឹងឲ្យ band របស់យើងជួយយកអាវុធរបស់ខ្លួននឹងមកឲ្យមីណារបស់យើងក៏បានប្រើសភៅវេទមន្តរបស់ម្ដាយ Hansel នឹងស្រោនអញ្ចឹងហើយវាក៏មានឥទ្ធិពលខ្លាំងក្លាជាងទៅយកអាទឹកវេទមន្តនឹងចាក់ទៅលើអាវុធទាំងអស់នោះអញ្ចឹងអាវុធទាំងអស់នោះកាន់តែមានឥទ្ធិពលខ្លាំងតទល់ជាមួយនឹង Dark Witch ចំពោះ Gretel របស់យើងវិញពេលដែលភ្ញាក់មកនាងក៏បានជួបជាមួយនឹង Edward ដែលជា troll Gretel ក៏និយាយថា
Edward ឯងកុំធ្វើការងារឲ្យពួកធំនឹងអីខ្ញុំពឹងរឿងមួយជួយខ្ញុំបានទេ Edward របស់យើងអត់និយាយតបតទេធ្មប់ក៏មកដល់ផ្ទះកំភ្លៀង Edward ម្ដាយយើងទៅ Edward ក៏ចាក់ចេញពីទីនោះចំពោះ Hansel របស់យើងផ្ទាល់គាត់ក៏បានរៀបចំអន្ទាក់បាធ្វើលួសធ្វើអីចឹងទៅពេលធ្មប់ហោះកាត់នឹងចឹងដឹងតាអូឲ្យសាហាវមែនតើហ្មងឥឡូវនេះការងាររបស់ពួកគេនឹងគឺទុកឲ្យ band របស់យើងនៅការពារអាកន្លែងហ្នឹងបើសិនជាមានធ្មប់ណាមកចឹងឲ្យ band របស់យើងបើការពារប្រហារចឹងណាចំពោះ Hansel របស់យើងរួមជាមួយនឹងមីណាហ្នឹងគឺឡើងទៅសម្បុករបស់ធ្មប់នោះចំណែកឯធ្មប់ជាច្រើនប្រភេទអ្នកទាំងអស់គ្នាអើយបានហោះមកកន្លែងរបស់ Merrill ហ្នឹងធ្មប់ខ្លះហ្នឹងក៏មានស្នែងមុខខ្លះអត់ជើងធ្មប់ខ្លះអត់ភ្នែកអត់អីវាប្លែកចឹងណាចំពោះ Gretel របស់យើងវិញក៏ត្រូវបានក្រុមទាំងអស់ហ្នឹងចាប់ខ្លួនរបស់នាងចងជាប់ថ្មនេះដើម្បីធ្វើពិធីម្ចាស់ស្ត្រីធ្មប់ Merrill របស់យើងក៏មកដល់គាត់ក៏ចាប់ផ្ដើមដុតភ្លើងធ្វើពិធីបដាឲ្យក្មេងៗទាំងអស់ក៏ត្រូវបានគេបញ្ជូនមក Hansel របស់យើងក៏ឲ្យមីណានៅផ្នែកខាងលើហ្នឹងហើយប្រាប់មីណាថាពេលដែលខ្ញុំឲ្យសញ្ញាចាប់ផ្ដើមបើកការវាយប្រហារណាបន្ទាប់មកអ្នកទាំងអស់គ្នាអើយព្រះច័ន្ទក៏ចាប់ផ្ដើមឡើងពណ៌ក្រហមដែលគេហៅថា Blood Moon នឹងឯង Hansel របស់យើងក៏បានដើរចូលមកក្នុងក្រុមធំតែម្ដងហើយនិយាយថាសួស្ដីអ្នកទាំងអស់គ្នាខ្ញុំគឺជាអ្នកវាយប្រហារធ្មប់បើអ្នកទាំងអស់គ្នាដោះលែងប្អូនរបស់ខ្ញុំនឹងមិនសម្លាប់នរណាម្នាក់ឡើយនៅទីនេះធ្មប់ទាំងអស់ក៏សើច Merrill ក៏និយាយថាឯងអាចតដៃជាមួយពួកយើងបានដែរឬ Merrill ក៏បានបញ្ជាកូនចៅរបស់នាងនឹងកាត់ក្បាលរបស់ Hansel ក៏បានប្រើកំភ្លើងវេទមន្តនឹងបាញ់ដាច់ក្បាលផឹងយីកំភ្លើងឥឡូវសាហាវមែនបន្ទាប់ពីនោះមីណារបស់យើងក៏ចាប់ផ្ដើមបោកអាកំភ្លើងអាការបាញ់អត់ឈប់អត់ឈរទេអញ្ចឹងធ្មប់ទាំងអស់ក៏នាំគ្នាផ្អើលរត់ពីនោះអ្នកខ្លះក៏រត់រួចអ្នកខ្លះក៏ត្រូវបានគេបាញ់សម្លាប់អញ្ចឹងទៅ Merrill របស់យើងក៏បានបញ្ជាឲ្យកូនចៅរបស់នាងចាប់ក្មេងៗឲ្យលឿនទៅចំណែកឯ Merrill ផ្ទាល់ជាអ្នកទៅខ្វេះបេះដូងរបស់ Gretel ហើយចំពោះកំភ្លើងរបស់មីណាក៏ចាប់ផ្ដើមគាំងអូអញ្ចឹងគឺជាឱកាសរបស់កូនចៅ Merrill ហើយ Merrill របស់យើងក៏ចាប់ផ្ដើមបញ្ចុកអាកង្កែបស្អីគេនឹងចូលទៅក្នុងមាត់របស់ក្មេងៗចំណែកឯធ្មប់ម្នាក់នឹងគឺចង់បើកការវាយប្រហារមកលើមីណាសំណាងល្អ Hansel របស់យើងនឹងក៏បានបាញ់សម្រាប់ធ្មប់នឹងទៅជោគជ័យចំពោះ Hansel បន្តបើកការបាញ់វាយប្រហារទៀតចឹងទៅក៏មានបាញ់រហូតដល់ដើមឈើនឹងដួលកិនសម្រាប់សាហាវណាចំពោះ Merrill របស់យើងក៏ចង់ខ្វេះបេះដូងរបស់ Gretel ភ្លាមនោះក៏សាប់តែ troll របស់យើងនឹងដាក់មកដៃខ្ទៀតអញ្ចឹងទៅអូ troll បានមកជួយដែរអញ្ចឹងចំពោះកូនចៅរបស់ Merrill នឹងចង់សម្លាប់ក្មេងដោយការបូជាអញ្ចឹងទៅតែសំណាងល្អ Hansel របស់យើងនឹងក៏បានបាញ់រហូតដល់ធ្លាយពោះរួចហើយក៏បានបាញ់កំទេចក្បាលចោលនៅនឹងកន្លែងចំណែកឯព្រះច័ន្ទក៏លែងមានពណ៌ក្រហមដែរអញ្ចឹងអាពិធីបូជានឹងក៏ចប់ត្រឹមតែប៉ុណ្នេះតែ Hansel របស់យើងនៅបើកការវាយប្រហារជាមួយនឹងធ្មប់ជាប់ខ្នងគ្នានេះចំណែកឯ Gretel របស់យើងកំពុងតែតទល់ជាមួយនឹង Merrill តែ Merrill របស់យើងឃើញថាឡូវថ្ងៃរះហើយនាងក៏បញ្ញាហោះហើរចាក់ចេញពីទីនោះចំណែកឯធ្មប់ដទៃផ្សេងទៀតនឹងក៏ត្រូវបាន Hansel Gretel នឹងបន្តបើកការវាយប្រហារសម្រាប់បានជោគជ័យហើយអ្នកដែលរត់រួចខ្លួនទាំងប្រមាណនេះពួកគេកំពុងតែរត់នៅក្នុងព្រៃអ្នកខ្លះហោះអញ្ចឹងទៅក៏បុកជាមួយនឹងអាលួសនឹងដាច់ខ្លួនខ្ទេចងាប់នឹងកន្លែងអ្នកខ្លះទៀតនឹងក៏ដាច់មុខតែវាសំណាង Merrill របស់យើងមកក្រោយគេអញ្ចឹងនាងក៏ផ្លូវវៀងព្រាមនោះ band របស់យើងក៏បានប្រើកំភ្លើងបាញ់រហូតដល់ខូចអំបោះហោះរបស់ Merrill ពេលដែលគ្នារបស់ Hansel មករក Merrill អញ្ចឹងទៅ band របស់យើងក៏ប្រាប់ថានោះនាងបានចូលទៅក្នុងព្រៃនឹងហើយទៅមើលចំពោះ Gretel របស់យើងផ្ទាល់បានដោយសារតែនេះ troll នឹងបានជួយនាងអញ្ចឹងទៅ Merrill របស់យើងក៏បានវាយរហូតដល់ troll ធ្លាក់ចុះមកដីក្រោមឆ្ងាយណាអញ្ចឹងនាងក៏បានឆក់រហូតដល់ troll របស់យើងគាត់មានជីវិតវិញចំពោះ Hansel របស់យើងបានស្វែងរក Merrill អញ្ចឹងទៅក៏ផ្ទះឃើញផ្ទះចាស់ដែលជាផ្ទះធ្មប់ធ្វើពីស្ករគ្រាប់ពេលដែលមកដល់មុខផ្ទះនឹងភ្លាមក៏សាប់តែធ្មប់បិសាច Merrill នឹងបានចាប់គំរាមបាញ់សម្រាប់ band របស់យើងតែ Hansel របស់យើងគាត់ឆ្លាតបាទគាត់ក៏សុកចិត្តបាញ់កំភ្លើងត្រូវស្មារបស់ band តិចអញ្ចឹងទៅអាគ្រាប់កំភ្លើងក៏បានប៉ះទៅលើខ្លួនរបស់មេធ្មប់នោះមេធ្មប់ក៏បានបើកការវាយប្រហារមកលើ Hansel របស់យើងមិនឲ្យតដៃតនោះទេហើយពេលដែលចង់សម្លាប់ Hansel របស់យើងក៏សាប់តែមីណានឹងប្រើវេទមន្តរបស់នាងដំបូងដើម្បីតទល់ជាមួយនឹងធ្មប់បិសាចនេះតែខំបាញ់យ៉ាងណាក៏ដោយក៏មិនអាចបាញ់ឈ្នះ Merrill បានដែរដោយសារតែ Merrill មានឥទ្ធិពលវេទមន្តនឹងខ្លាំងជាងមីណារបស់យើង Merrill របស់យើងក៏និយាយថាលះបង់ជីវិតដើម្បីមនុស្សហ៎ឯងមិនឈ្នះយើងទេ Merrill ក៏បានយកអាដងរបស់នាងនឹងចាក់សម្លាប់មីរ៉ារបស់យើងនៅនឹងកន្លែងតែម្ដង Hansel របស់យើងងើបឡើងវិញក៏បានបាញ់កំភ្លើងជាច្រើនគាត់បាញ់រហូតដល់ Merrill របស់យើងខ្ទាតចូលទៅក្នុងផ្ទះរួចហើយមកមើលមីណាក៏ស្លាប់តែមុននឹងស្លាប់មីណាក៏និយាយថាយើងអត់បានពេលនៅជាមួយគ្នាទៀតទេបងសម្លាញ់តែអូនមានក្តីសុបិនមួយគឺអូនប្រាថ្នាឲ្យបងសម្លាប់ធ្មប់បិសាចនឹងឲ្យបាននិយាយចប់មីណារបស់យើងក៏ស្លាប់ Hansel របស់យើងក៏បានតាំងចិត្តសម្លាប់ធ្មប់បិសាចដែលជា Merrill ប៉ុន្តែវាយយ៉ាងណាក៏វាយមិនឆ្នះដែរដោយសារតែ Merrill នឹងគឺមានឥទ្ធិពលខ្លាំងដល់ស្រាប់តែធ្មប់មានកម្លាំងខ្លាំងហើយវាយអត់ចេះឈឺទៀតព្រមនោះ Hansel របស់យើងក៏មកទាន់នាងក៏ចង់ប្រើកំភ្លើងបាញ់ប៉ុន្តែ Merrill របស់យើងនឹងក៏ហាមឃាត់ចឹងទៅគឺវាយតែពីអ្នកបងប្អូនតែម្ដងដើរចុះដើរឡើងដើរមិនត្រូវទៀតតែយ៉ាងណាក៏ដោយពួកគេនៅតែតស៊ូចឹងទៅ Hansel របស់យើងនឹងក៏បានយកឈ្នះរួចហើយយកអាចង្វាក់នឹងនេះទៅរុំករបស់មេធ្មប់នឹងចឹងហើយចង់តោងឡើងលើហើយរហូតសម្រាប់ធ្មប់នឹងបានទៅហើយនឹងក៏ដល់ពេលដែល Hansel របស់យើងនឹងត្រូវការចាក់អ៊ីនស៊ូលីនចូលទៅក្នុងខ្លួនហើយអញ្ចឹងវាបានផ្ដល់ឱកាសឲ្យមេធ្មប់នឹងអាចរើបំរាស់បានតែក្នុងកំឡុងពេលនោះ Gretel របស់យើងក៏បានចាក់អាថ្នាំនឹងចូលទៅក្នុងខ្លួនរបស់ Hansel អញ្ចឹងទៅតែតើតែពេលមេធ្មប់នឹងរួចខ្លួនអញ្ចឹងទៅពួកគេទាំងពីរអ្នកបងប្អូនក៏ឡើងវាយម្ដងទៀតតែ Hansel របស់យើងរៀងមានកម្លាំងជាងមុនអញ្ចឹងទៅគាត់ក៏បានយកអាប៉ែលនឹងវាយចុះវាយឡើងលឺសូរឈុងឆាំងអញ្ចឹងហើយពួកគេទាំងពីរក៏សហការគ្នាយកអាប៉ែលនឹងកាត់កសម្រាប់មេធ្មប់នឹងបានជោគជ័យ band របស់យើងក៏ចូលមកដល់អញ្ចឹងអ្វីៗគ្រប់បែបយ៉ាងក៏បានចប់សពគ្រប់ហើយតែដើរចេញមកវិញនឹង Gretel របស់យើងក៏បានយកដំបងវេទមន្តរបស់ធ្មប់ដើម្បីយកទៅប្រើការហើយបន្តពីនោះទៀត Hansel រួមជាមួយនឹង Gretel ក៏បន្តបេសកកម្មរបស់ពួកគេនឹងតាមគំចាត់ធ្មប់ចិត្តអាក្រក់ទាំងអស់ហើយរក្សាធ្មប់ណាដែលចិត្តល្អហើយពួកគេដឹងប្រវត្តិរបស់ពួកគេច្បាស់ហើយថាពួកគេមានដើមកំណើតជាកូនរបស់
របស់ធ្មប់ពណ៌សនឹងឯងដែលជា White Witch ឥឡូវនេះគ្នារបស់ពួកគេមានបន្ថែម2នាក់ទៀតដែលមាន band របស់យើងរួមជាមួយនឹង Troll ដែលជា Edward ហើយរឿងរបស់យើងក៏ចប់ត្រឹមតែប៉ុណ្ណេះចឹងបានគេថាបាទនៅក្នុងរឿងនេះចង់ប្រាប់អ្នកទាំងអស់គ្នាថាមនុស្សក៏មានល្អអាក្រក់ធ្មប់ក៏មានល្អអាក្រក់ដែរហើយគ្រប់គ្នាចាត់ទុកថាធ្មប់អាក្រក់ទាំងអស់អញ្ចឹងហើយតែបើតែយើងកើតចេញពីធ្មប់មែនយើងសំខាន់សួរលើខ្លួនឯងថាយើងនឹងចង់ធ្វើផ្លូវល្អឬមួយក៏ផ្លូវអាក្រក់ Hansel រួមជាមួយនឹង Gretel គឺជ្រើសរើសផ្លូវល្អតាមកុំចាត់ធ្មប់អាក្រក់ទាំងអស់ចោលបាទអញ្ចឹងមានតែប៉ុណ្្នឹងអរគុណចំពោះការទស្សនារបស់គ្នាយើងពីដើមដល់ចប់ប៉ុន្តែកុំភ្លេចចុច Subscribe ដាក់កណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗតចិត្តនិង Share ខ្ញុំរំលឹកសូមអរគុណសូមជម្រាបលា